ខ្ញុំខ្មែរសតហើយខ្ញុំធ្លាប់មានសង្សារជាជនជាតិចាមបងប្អូនជួយគិតខ្ញុំតិចមើលខ្ញុំតិតងមួយគាត់ចិត្តមួយឆ្នាំហើយដល់ពេលរួចខ្ញុំក៏មានបញ្ហាអត់តខ្លួនរបស់ខ្ញុំហើយខ្ញុំគិតថាចាញ់ខ្ញុំសុំគាត់បែកនិយាយចំទៅគឺខ្ញុំសុំគាត់បែកដល់មិនហើយផលអីទេខ្ញុំគិតថាខ្ញុំចង់ដឹងម្នាក់ឯងពេលខ្ញុំសុំគាត់បែកហ្នឹងគឺគាត់ពិបាកធ្វើចិត្តមែនតើហើយដល់ពេលខ្ញុំបែកគ្នាមួយរយៈហ្នឹងខ្ញុំក៏រើបានទៅនៅស្រុករបស់ខ្ញុំវិញហើយគាត់សុំជួលបន្ទប់តពីខ្ញុំពេលដែលខ្ញុំទៅនៅស្រុកមួយរយៈហ្នឹងខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាចង់មកវិញទូខ្ញុំក៏ឡើងទៅនៅបន្ទប់ដដែលវិញគាត់រើចេញពេលខ្ញុំនៅបានមួយរយៈខ្ញុំក៏ទៅស្រុកខ្ញុំវិញតែខ្ញុំរៀបចំកន្លែងបន្ទប់នឹងឲ្យស្អាតដល់គេវិញអញ្ចឹងតែខ្ញុំមើលឃើញនៅកន្លែងខ្ញុំក្រោមកន្លែងខ្ញុំលេងហ្នឹងមានលុយជាមួយនឹងកបងប្អូនហើយខ្ញុំក៏បានត្រឡប់ទៅស្រុកខ្ញុំវិញហើយចាប់ពីពេលហ្នឹងមកខ្ញុំមានអារម្មណ៍ថាខ្ញុំដឹកគេសម័យឃើញតែគេរហូតខ្ញុំមិនដឹងថារឿងនឹងវាមិនអីសម័យឃើញសាចាស់ខ្ញុំជិតចាំរហូតហើយខ្ញុំសួរគាត់ថាគេដាក់នឹងដើម្បីអីដាក់នឹងមិនគាត់ថាគាត់អត់ដឹងទេខ្ញុំដឹងរឿងនឹងវាពិតមិនពិតទេតែបន្ទប់នោះមានខ្ញុំចេញឲ្យគឺគាត់នៅហ្មងបន្តមកទៀតខ្ញុំចាប់ដាំនៅគាត់ហើយខ្ញុំក៏ចង់ឡើងមកវិញចង់ឡើងមកកន្លែងនឹងវិញពេលឡើងមកវិញគាត់ក៏ចេញទៅហើយខ្ញុំបានប្រាច់តំណងមួយគ្នាតែរាល់ថ្ងៃហ្នឹងធ្វើខ្ញុំចង់យំហើយអង្គុយនឹកគេទាំងខ្ញុំមានតំណងឲ្យគ្នាតែខ្ញុំមានអារម្មណ៍ថាដូចមនុស្សឈួតចឹងសម័យឃើញតែគេទាំងដែរអត់មានមនុស្សអត់ដែរតិចផងគ្នាអង្គុយមើលទៅរកគេដូចមនុស្សឈួតខ្ញុំអត់យល់ខ្លួនឯងខ្ញុំបងខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំងដូចមនុស្សត្រូវមើលគេចឹងហើយសម័យឃើញតែគេហើយខ្ញុំមានសុខអត់ដែរល្អទេខ្ញុំមានសុខបងកម្មការខ្ញុំមានសុខឃើញតែជនជាតិចាមមានសុខឃើញតែសង្សារចាស់ខ្ញុំគាត់ពាក់ខ្ញុំចាមនឹងហើយឃើញរបៀបគួរឲ្យខ្លាចខ្ញុំមានសុខឃើញចឹងរហូតដល់ខ្ញុំមិនដែរបានទេខ្ញុំខ្លួននេះនឹងឈើហើយឆ្នាំលេបហើយទៅដល់រោមខ្ញុំមិនដឹងនឹងមិនទេហើយគាត់ឲ្យប្លុកខ្ញុំមកហើយជិះគិតនឹងតិចបងប្អូននេះរឿងនឹងវាមិនខ្ញុំអត់យល់ទេ